ca bậc cao tại đượcក្នុង Windows ok chẳng Windows nó nhầm gì vì tôi dùng một ca lục bình chứ mà gì cho bậc cao lục tại nếu như ai lục bình bán và tám nhưng mà chết ở bộ sân thì dương miền tình ấy khu tập copy tình này tục sẵn á bỏ copy thế lục yên đừng thuộc cái bắt tình này và chữ ấy ok chứ thuộc cả bật máu chứ là bay lúc một bộ thuộc cả lại đi máu right click vì máu vô bị thật display cho mình ok okต่อไปយើងយក display ជឿនមិនមកវានឹងបង្ហាញផ្ទាំងមួយបែបនេះអញ្ចឹងហើយនេះជា 3D របស់យើងអញ្ចឹងយើងអាចធ្វើការលុប 3D មកយើងគាត់ធ្វើការ right click មកហើយយកពាក្យថា delete ណា delete volume អញ្ចឹងត្រូវច្បាស់ទៅនៃរបស់យើងត្រូវ backup ទុកពីមុននឹងយើងលុប yes យកទៀតមកអញ្ចឹង 3D របស់យើងបាត់ហើយអូខេចឹងនៅត្រៃនេះមួយអញ្ចឹងបើសិនជាត្រៃនេះយើងអត់លុបទេយើងអត់អាចទាញត្រៃនេះចូលមកកាន់ត្រៃ C បានទេអញ្ចឹងយើងតម្រូវត្រូវលុបត្រៃនេះមួយទៀតអញ្ចឹងត្រៃនេះយើងអត់អាចលុបបានទេតាមរយៈហ្នឹងគឺតើតែយើងប្រើ comment ទើបអាចលុបបានបើសិនជាយើងអត់ប្រើ comment ទេយើងអាចធ្វើការលុបត្រៃនឹងបានទេតើតែយើងប្រើ comment ណានៅក្នុងលក្ខខណ្ឌហ្នឹងណាអញ្ចឹងដើម្បីលុបយើង right click មកនៅលើហ្នឹងមកយើងយកពាក្យថា run តមកទៀតយើងបាយពាក្យថា dispart ណា dispart តមកទៀតយើងធ្វើការ press enter មក dispart physical dispart ណាអូខេតមកទៀតយើងធ្វើការចុច yes មកវានឹងបង្ហាញផ្ទាំង CMD មួយមកអូខេនេះខ្ញុំស៊ូមមើលអូខេនេះបន្តមកទៀតយើងធ្វើការវាយ comment មួយគឺ comment list this list this ហើយយើងធ្វើការ press enter មកយើងបង្ហាញ d របស់យើងគឺ d0 ណា d0 បន្តមកទៀតយើងត្រូវប្រើ comment មួយទៀតគឺ comment cell this ណាអញ្ចឹងយើង cell this មួយណា cell d0 ហ្នឹងនេះយើងត្រូវ cell d0 ហ្នឹងណាអូខេអញ្ចឹងវាយមក comment cell this sel disk set dik set d0 តើមិនធ្វើការ enter តើមិនទៅលើ d0 ត្រូវបាន select មិនត្រូវបានជ្រើសបន្តមកទៀតយើងធ្វើការ list partition អញ្ចឹងក្នុងហ្នឹងគេហៅថា partition អញ្ចឹងធ្វើការ list partition partition អូខេ partition យើងធ្វើការ press enter មកខ្ញុំសេខុស list partition ណានេះអញ្ចឹងនៅពេលដែលយើងវាយត្រូវវានឹងបង្ហាញ partition ទាំង4មកអញ្ចឹងយើងមើល partition មួយណាដែលយើងត្រូវលុបនេះគឺ partition មួយ G នេះដោយសារ partition ហ្នឹងទើបយើងអត់អាចលុបអាត្រៃនេះអត់អាច extend ត្រៃហ្នឹងចូលមកកាន់ត្រៃ C បានអញ្ចឹងយើងត្រូវការលុបpartition ហ្នឹងចេញសិនណាកន្លែងហ្នឹងអាហ្នឹងករណីបើសិនជាយើងអត់ចង់បាន 3D បើសិនជាយើងចង់បានយើងអត់ធ្វើរបៀបហ្នឹងយើងអត់ delete ទេយើងធ្វើថាទាញឆ្វេងទាញស្ដាំអញ្ចឹងទៅអញ្ចឹងឥឡូវហ្នឹងគឺយើងត្រូវលុប recovery គឺមួយជីជាងយើងរកមើលមកត្រៃណាដែលមានទំហំមួយជីជាងក្នុងនេះមួយជីមក recovery អូខេត្រៃឈ្មោះថា recovery នេះ1000 មេជាងនេះគឺ partition ទី4ណាអញ្ចឹងយើងប្រើ comment មួយទៀតគឺតាក់ទងជាមួយនឹង cell partition មិញយើងប្រើហើយតទៅមកទៀតយើងត្រូវ delete partition ហ្នឹងអញ្ចឹងយើងត្រូវវាយ comment មួយគឺ delete យើងវាយ delete មក delete partition over cái override ធ្វើការ press enter មកកន្លែងហ្នឹងដូចជាយើងត្រូវ cell partition ហ្នឹងសិនអូខេយើងត្រូវ cell partition ហ្នឹងសិនមានន័យថាយើងត្រូវ select partition ហ្នឹងសិនដើម្បីលុបវាអញ្ចឹងបើយើងអត់ទាន់ select យើងលុបអត់បានហើយយើង cell partition នេះគេ partition 4ណាអូខេបន្ទាប់ពី cell ហើយមិនយើង delete បានអញ្ចឹងយើងវាយ comment មិញមក delete partition partition នេះគេ override point ណាឃើញបាត់ទេអញ្ចឹងបាត់ណាយើង delete successful ហើយអញ្ចឹងយើងមើលកន្លែងនេះវិញមក
នេះនេះអញ្ចឹងវាទំហំវាគឺ246អូខេអញ្ចឹងខ្ញុំដាក់ឲ្យទូចមួយខាងនេះមកស្រួលមើលអូខេនេះអូខេណាខ្ញុំបើកអានេះមកវិញមកនេះអូខេអញ្ចឹង CMD នេះខ្ញុំជប់ប្រើខ្ញុំធ្វើការបិទចោលខ្ញុំឲ្យអ្នកនរគ្នាមើលកន្លែងនេះអូខេអញ្ចឹងយើងចូលលើត្រៃ C នេះមកយើងធ្វើការ right click មកយើងយកពាក្យថា extend volume យើងចុច extend មកយើងធ្វើការ next មកយើង next ទៀតខ្ញុំ finish ជាមួយយើងមើលទៅនៃយើងឡើងខ្ញុំចុច finish point នេះណាហើយយើងធ្វើការ refresh មួយមក show more refresh point ឃើញឡើង 400G យើងអញ្ចឹងអន្តរាយ allocation មិនគឺវាបាត់ហើយគឺយើងធ្វើការ extend បានជោគជ័យហើយអូខេអញ្ចឹងវីដេអូនេះចប់ហើយបងប្អូនអ្នកទស្សនាវីដេអូនេះកុំភ្លេចជួយ like follow និង subscribe trên YouTube មានម្នាក់មួយផងហើយបើសិនជាមានបញ្ហាអី comment ខាងក្រោមវីដេអូ admin នឹងធ្វើវីដេអូបកស្រាយអូខេយើងនឹងជួបគ្នានៅវីដេអូក្រោយ